សួស្តីបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះចុះមកមើលជាការត្រេនប្រហែល30ដើមចឹងថ្ងៃនេះមកពិនិត្យមើលត្រួយវាពោះដោយសារវាក្តាប់វាឡើងបានអាយុ20ថ្ងៃហើយចឹងយើងត្រូវពិនិត្យមើលត្រួយអញ្ចឹងបើសិនជាមានត្រួយវាអាចនឹងជំរុះក្តាប់បងប្អូនចឹងលុះត្រាតែបងប្អូនតាមដានវាឲ្យបានដល់ក្នុងការឆែកមើលត្រួយវាជាពិសេសត្រួយកាលណាត្រួយចេះហើយបងប្អូនរូតបាទរូតបាញ់ដើម្បីប្រចាស់វាមិនមានវិធីសាស្ត្រណាដែលធ្វើឲ្យបាញ់ហើយមិនចេញត្រួយទេចឹងបងប្អូនត្រូវចាំថាអត់មានវិធីសាស្ត្របាញ់ហើយអត់ចេញត្រួយទេកាលណាយើងដាក់ទឹកឬក៏ភ្លៀងកក់ខែវានៅតែចេញត្រួយនឹងបងប្អូនចឹងវិធីបង្ការហ្នឹងគឺយើងត្រូវបាញ់ថ្នាំឲ្យត្រួយប្រចាស់ត្រួយណាដែលអ្នកខ្លះក៏ថាបាញ់បិទត្រួយតាមពិតវិធីសាស្ត្រมันមានការបិទត្រួយទេត្រួយនៅតែចេញនឹងដំណាក់កាលផ្លែប៉ុណ្ណាក៏ដោយបងប្អូនតែអ្វីកត្តាដែលសំខាន់គឺយើងត្រូវឆែកមើលពាក់ព័ន្ធជាមួយនឹងត្រួយណាត្រួយអញ្ចឹងបើយើងឃើញថាត្រួយមកចេះហើយបានន័យថាវាមានអាការៈហើយព្រោះនេះដោយសារវាត្រូវភ្លៀង2មេហើយវ័យក្នុងវ័យក្តាប់អាយុប្រហែលប៉ុណ្ណឹងក្នុងវ័យក្តាប់អាយុប្រហែលប៉ុណ្ណឹងគឺសំខាន់បំផុតការឆែកមើលត្រួយតែកាលណាដើរត្រួយឲ្យបងប្អូនត្រូវប្រយ័ត្នអញ្ចឹងតែការដើរត្រួយឲ្យបងប្អូនត្រូវប្រយ័ត្នវិធីសាស្ត្រហ្នឹងគឺបងប្អូនបាញ់ប្រចាស់ហ្មងបាទយើងត្រូវបាញ់ប្រចាស់ត្រួយនេះឃើញថាត្រួយមកត្រួយតាមមេឃនិងត្រួយចុងមេឃត្រួយកន្លែងខ្នែងមេឃណាអញ្ចឹងត្រួយហ្នឹងគឺមកហើយវិធីសាស្ត្រគឺយើងបាញ់ប្រចាស់ត្រួយទប់ត្រួយដើម្បីកុំឲ្យវារីកណាកាលណាតាត្រួយនឹងវារីកធំបានន័យថាវាដណ្ដើមអាហារវាដណ្ដើមសារជាតិដែលយើងដាក់ណាដូចជាជីពៅដូចជាកាស្យូមអីដែលយើងដាក់ទៅគឺត្រួយនឹងទាញអញ្ចឹងវាផុតវាមកពីក្តាប់ពូត្រួយវានៅតូចវាមានកម្លាំងស្រូបទាញជាងក្តាប់អញ្ចឹងអាការៈដែលចេញត្រួយមកគឺបងប្អូនរូបប្រចាស់វាហើយបាញ់ប្រចាស់ណាសំបីក្តាប់វ័យប៉ុណ្នេះក៏វាអាចជ្រុះដែរដោយសារត្រួយវាស្រូបយកអញ្ចឹងបានន័យថាក្តាប់ហ្នឹងវាស្រូបអត់ឈ្នះត្រួយទេត្រួយទាញទៅមុនបើធ្វើបិទថាវានៅពាក់កណ្ដាលដើមក៏ដោយគឺត្រួយចុងមេឃទាញហើយអញ្ចឹងកត្តាដែលសំខាន់បំផុតគឺបងប្អូនត្រូវបិទត្រួយបានន័យថាយើងប្រចាស់ត្រួយណាយើងបាញ់ប្រចាស់ត្រួយទៅបាញ់លេខ0ណា0នៅមុខយើងបាញ់ប្រចាស់ទៅហើយនេះខ្ញុំទៅមកឆែកទៅព្រោះខ្ញុំខានមកមួយថ្ងៃដែរមកឆែកដើម្បីចង់ដឹងថាត្រួយវានេះអត់វាត្រួយមកឥឡូវជាក់ស្ដែងគឺវាហើបមែនត្រួយវាបានហើបមកហើយអញ្ចឹងមានតែវិធីដែលល្អគឺបាញ់ប្រចាស់វាហើយបាទសូមអរគុណច្រើនបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទ